បាទសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់ជាមិត្តរីបាទនៅក្នុងវីដេអូនេះលោកគ្រូសូមលើកយកពាក្យសូដូចនិងពាក្យរបស់ខ្មែរយើងមួយទៀតដើម្បីមកធ្វើការបង្ហាញបងប្អូនបាទពាក្យដែលលោកគ្រូយកមកបង្ហាញនៅថ្ងៃនេះបាទគឺពាក្យព្យួរបាទតើពាក្យព្យួរនេះមានអត្ថន័យយ៉ាងណាសូមបងប្អូនតាមដានជាមួយលោកគ្រូដូចតទៅបាទចំពោះបងប្អូនថ្មីបាទដែលមិនទាន់បាន Subscribe Channel លោកគ្រូបាទសូមជួយ Subscribe Channel លោកគ្រូនិងជួយ Comment ជួយ Share ដើម្បីចែករំលែកនៅចំណេះដឹងថ្មីដែលមិត្តភក្តិរបស់បងប្អូនបាទដើម្បីបើខាត់ពេលវេលាយូរបាទសូមតាមដានដូចតទៅបាទពាក្យព្យួរទី1ដែលសេពជើងយោសអ៊ូនរនេះថ្នាក់ពាក្យជាកិរិយាសព្ទមានន័យថាពាក់ធ្ពក់ចងបន្តោងឬក៏បន្តោងឧទាហរណ៍ព្យួរសំពាធនឹងដៃកែវព្យួរសំពាយនឹងមែកឈើព្យួរតោមានន័យថាកាត់តោអតុកមិនតុកមានកំណត់ការបាទម្ដងទៀតបាទឧទាហរណ៍ព្យួរសំពាធនឹងដៃកែវព្យួរសំពាយនឹងដៃនឹងមែកឈើព្យួរតោបានន័យថាកាត់តោផ្អាកតុកមានកំណត់ការអត្ថន័យទី2បាទគឺពាក្យព្យួរដែលសេផជើងចូលស្រអ៊ូនរនេះថ្នាក់ពាក្យជាកិរិយាសព្ទមានន័យថារំលើងដីដោយនឹងគាល់ឲ្យរបើកជាអាចបំណាស់រំលើងដីដោយនឹងគាល់ឲ្យរបើកជាអាចបំណាស់ឧទាហរណ៍ព្យួរស្រែព្យួរដីចំការបាទអត្ថន័យដែលលោកគ្រូលើកយកមកបង្ហាញនៅពេលនេះគឺមានតែប៉ុណ្ណឹងទេលោកគ្រូសង្ឃឹមថាវីដេអូនេះនឹងជួយជាប្រយោជន៍ដល់ការសិក្សារបស់បងប្អូនជាជាងការបាទអញ្ចឹងជួបនៅវីដេអូក្រោយទៀតបាទអរគុណ